នេះសត្វប្រើក៏នេះមានរឿងមួយដំណាលថានៅក្នុងព្រៃហេមពាន្តមានសត្វប្រើមួយអណ្ដើកមួយនិងមាន់ព្រៃមួយជាសម្លាញ់នឹងគ្នាអណ្ដើករស់នៅក្នុងបឹងចំណែកមាន់ព្រៃរស់នៅលើចុងឈើក្បែរមាត់បឹងនោះដែរព្រានព្រៃម្នាក់តែងតែដើរបរបាញ់សត្វបានប្រទះឃើញតាមជើងសត្វប្រើចុះផឹកទឹកបឹងថ្មីក៏យកអន្ទាក់ព្រាត់3ធ្នង់ដាក់ក្បែរកំពង់ទឹកនោះសត្វប្រើសតែងតែមកផឹកទឹកនោះរៀងរាល់ថ្ងៃដល់ពេលវេលាថ្ងៃក្តៅសត្វប្រើសរត់តម្រង់មករកផឹកទឹកបឹងយ៉ាងលឿនទឹកបឹងសត្វប្រើសក៏ជាប់អន្ទាក់របស់នាយព្រានខំរើបំរាស់យ៉ាងណាក៏មិនរួចប្រើសភ័យណាស់ស្រែករកបុត្រសម្ដីរបស់ខ្លួនឲ្យជួយសត្វមាន់ព្រៃនិងអណ្ដើកក៏មកដល់នាំគ្នារិះគិតរកមធ្យោបាយជួយមិត្ត